chụp miếp xua bong sầm lanh hay chồng anh chun này nào màu nhóm mọc luôn anh vậy gì đi như vậy cho cái mình cười nhóm anh cười đây nhóm cười nó xua trường chèn cái ấy nhóm chữ cười cái chữ nó con đấy hay xong mà chia sai bong chữ nó đòn nè nhóm nó khai bát bong và nó không có tầm bầm khai bát bong chụp miếp xua bong chụp miếp bong thoáng anh bát bong dương màu chỗ na màu chỗ na thấy bong đằng đi tam này nè nhóm mới tam phê ok tao bong à lấy cùng cất du về chọc ruồi nè ta phê dương ngập chó về chọc ruồi cái đó là phê quấy ắt chư ấy trong bong trên châu nam an á trên châu bón đá ban ta bong nơi đá ban tách tách đấy trong bong trên lanh thể nữa nam an á trên này thể này bong thể nắng bong sầm lanh trên sầm em cặp một nam an á cặp một bong cặp một hướng chỉ cái thứ ấy nó phải qua lấy và trong bong phố đóទីតាំងរបស់លោកគ្រូគឺស្ថិតនៅបរិយាមង្គលភ្នំពេញផ្លូវព្រែកតាសីសង្កាត់ព្រែកលៀបប៉ុន្តែនេះគឺនៅសៀមរាបនេះខ្ញុំមកលេងផ្ទះនៅសៀមរាបទេដល់ហើយក៏ជួយដាក់អ្នកជំងឺខ្លះមកទៅព្រួយគ្នានៅប៉ែកខាងនេះអ្នកខ្លះអត់មានសមត្ថភាពទៅដល់ភ្នំពេញចាំបានខ្ញុំដាក់នៅនេះខ្លះទៅអញ្ចឹងសូមឲ្យ2អាទិត្យអីបានខ្ញុំឡើងម្ដងជូន3អាទិត្យអីបានខ្ញុំឡើងមកម្ដងទេអញ្ចឹងសូមបងប្អូនតាមដានជាមួយខ្ញុំនៅបងប្រុសអញ្ជើញមកពីខេត្តបាត់ដំបងមានជំងឺចុករួយឈរអត់បានយូរណាបងណោះបាទចឹងបងប្អូនចាំតាមដានបាទឈឺកលាក់កជើងកដៃស្អីអីណាជើងគាត់តគីអីហ្នឹងចឹងទីតាំងរបស់លោកគ្រូស្ថិតនៅបរិយាមង្គលភ្នំពេញផ្លូវព្រែកតាសីសង្កាត់ព្រែកលៀបហើយលោកគ្រូមានធ្វើការសម្រួលសរសៃទាំងអស់59មុខបងប្អូនណា59មុខមិនតិចទេច្រើនណាស់ចឹងបើមានបញ្ហាអីមួយអញ្ជើញខលភ្លាមបងប្អូនអញ្ជើញខលចុះបាទអញ្ចឹងសូមតាមដានជាមួយខ្ញុំនៅបងខ្ញុំអញ្ជើញមកពីខេត្តបាត់ដំបងចាំមើលតើបងខ្ញុំលេងចុកលេងរួយអត់បាទសូមអរគុណបាទជំរាបលានៅមិញណាលពូជំរាបលាហើយជូនពរឲ្យជារហូតអត់មានវិលមកវិញទេឃើញទេហើយក្នុងខ្លួននឹងឈឺអីខ្លះមុនមកខ្ញុំនេះស្ពឹកណាស្ពឹកមកជំហៀងខ្លួនទេចុះឥឡូវស្រាលទេខ្ញុំជំរាបលានៅមិញណាជូនពរឲ្យជាបាទជំរាបលាលពូបាទខ្ញុំសូមជូនពរអ្នកជំងឺខ្ញុំទាំងអស់ដែលបានអញ្ជើញមកឲ្យខ្ញុំលោកគ្រូដៃស័ក្តិសិទ្ធិជួយសម្រួលសរសៃជូននេះក៏សូមឲ្យបានជាសះស្បើយគ្រប់គ្នាឈរអត់បានទេណាបងប្អូនណាគាត់ឈរអត់បានទេអង្គុយយូរក៏អត់បានទៀតអង្គុយនិយាយរួមឲ្យតែអង្គុយអត់បានហ្មងហើយសាច់តែមកមិញឲ្យកៅនៅមានមកកំពុងក៏អត់អង្គុយទេសួរតែហេតុអីស្មានតែចិត្តតែក្រក់មិនមែនទេលោកគ្រូគាត់ចិត្តតែក្រក់ទេគាត់អង្គុយវាអត់បានអញ្ចឹងណាហ្មងអង្គុយអត់បានទេតែពេលអង្គុយឈឺបាទពេលអង្គុយវាឈឺឥឡូវចាំមើលទាំងអស់គ្នាណាបងប្អូនណាមិននឹងជួយបំពេញឲ្យគាត់ទេគាត់មិនគាត់ស្លេកគាត់ស្លាំងទៅដែរបងប្អូនណាបងប្អូនខ្ញុំហ្នឹងគាត់ស្លេកស្លាំងដោយសារវាត្រូវឈរយូរវាអត់បានណាឈរយូរទៅវាធ្វើឲ្យចុកទៅស្លេកទៅហ្មងហើយដល់ពេលហើយនោះនៅបងខ្ញុំមកជួយទៅសេណែបំពេញហ្វមឲ្យចឹងណាមកស្អាតឲ្យប្រោយការបងសម្លាញ់ជើងការបើសិនជាចុករួយយើងលើកជើងត្រង់ទៅវាបាត់បាទលើកជើងដាក់នឹងជាងណាបាទដាក់នឹងអត់អីតែដល់ពេលដាក់អញ្ចឹងចុកដាក់អញ្ចឹងចុកឥឡូវបងប្អូនជួយមើលមើលនេះណាចុកទៀតអត់មើលអត់ទេអត់ចុកទេអត់ចុកទេណាមើលណាបាទដែរចុកឯងជាចឹងបាទអត់អីទេបាទបងសម្លាញ់ជិះងើមកបងចូលឥឡូវកុំចោះបងជិះចោះមកជើងតម្លាក់អូខេឥឡូវពេលដែលអង្គុយណាបងពេលដែលអង្គុយចុករួយចុកចុកហ่ะ
ទុក10នាទី10នាទីបាទជំរាបបងប្អូនម្ដងទៀតឥឡូវគាត់អង្គុយបានបាទអរគុណច្រើនបង10នាទីហើយដែរបងអង្គុយណា បាទដែរ អត់ទេ បាទទាំងស្រុងហើយ បង បាទ បងឲ្យគេស្គាល់បានទេ ស្គាល់បាន នេះបងប្អូននេះបងប្រុសខ្ញុំអញ្ជើញមកពីខេត្តបាត់ដំបងស្រុក ស្រុកសង្កែ ស្រុកសង្កែ បាទឃុំវត្តតមឹម ឃុំ វត្តតមឹម វត្តតមឹមបាទឃុំវត្តតមឹមបាទហើយបងប្រុសខ្ញុំគាត់នៅពេលដែលគាត់ឈរគឺដឹងតែចុករួយហ្មងស្រែកហ្មងហើយដល់ពេលអង្គុយបើកឡានមកមិនទៅ អត់អីទេអង្គុយលើហ្នឹងអត់អីទេគាត់ធ្វើចលនាឈឺ អូ ខ្ញុំទៅឈឺ ឈឺអង្គុយចឹងឈឺ គង់ចឹងអត់អីទេ វាទៅចឹងវិញហ៎ ចឹងដល់ពេលនេះបាន 100% ហើយ តោះឥឡូវបងអញ្ជើញចុះមកបានហើយបងអញ្ជើញដើរមើលបងសម្លាញ់អញ្ជើញដើរមើលបងឃើញទេហើយចុះអូមកនឹងវាចដែរអូដើរវាចដើរមិនបងដើរមិនអូដើរភៀងអញ្ចឹងឥឡូវមានភៀងណាជួយអើយតែខ្ញុំលេងមកផឹងចុងក្រោយនេះមិនធម្មតាណាបងបងប្អូនណាបាទវាលេងតឹងណាស់មកណោះបាទបងប្អូនណាសូមជំរាបបើមានបញ្ហារឿងសរសៃសរសងនេះសូមតំណែងភ្លាមតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់រត់នៅលើអេក្រង់ហ្នឹងទៅខាងសហការីខ្ញុំចាំទទួលចុះឈ្មោះនិងប្រឹក្សាជូនហើយការសម្រួលសរសៃរបស់លោកគ្រូហ្នឹងដូចបញ្ជាក់ទៀតគឺ59មុខណាបងប្អូនណាបាទសូមអរគុណ ចង់និយាយជំរាបប្រាប់លោកគ្រូថាពេលលោកគ្រូថតឡាយខ្ញុំមើលរូប anatomy នេះខ្ញុំថា អូ anatomy របស់ខ្ញុំនេះ anatomy នេះជួយមានរូបពេលទាំងអស់អញ្ចឹងខ្ញុំចាប់អារម្មណ៍ អូ ខ្ញុំចាប់អារម្មណ៍ តាមពិតវាត្រូវអាក្នុងហ្នឹង ត្រូវបាទត្រូវរឿងរ៉ាវរបស់ខ្ញុំត្រូវរឿងរ៉ាវរបស់ខ្ញុំវិញចឹង សួរបងម្ដងមួយម៉ាត់ទៀតឯងកុំអន់ចិត្តណាចុះឥឡូវបងឈរចឹងមិនអី អត់អីទេស្រាលវាដូចជាអត់បានជិតនៅលើការ៉ូ វ៉ាវអញ្ចឹងមកដើមវិញហើយណាបងឃើញទេបានមកវិញហើយបានអរគុណច្រើនបងខ្ញុំសូមជូនពរបងសូមទទួលទានមានបានណាបងណាបាទអរគុណច្រើនបងអរគុណបាទចឹងជំរាបលាណាបងណាជំរាបលាអរគុណច្រើនបងសម្លាញ់ជំរាបលាណាបងជំរាបលាបាទអរគុណបងបាទលោកគ្រូដៃស័ក្តិសិទ្ធិសូមជូនពរដល់អ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកឲ្យខ្ញុំជួយសម្រួលសរសៃជូននេះក៏សូមឲ្យបានជាសះស្បើយគ្រប់គ្នាជំរាបលា